នៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយទៅលើ user cell ដែលគាត់មានសិទ្ធិនៅក្នុងការចេញ receipt ឲ្យអតិថិជនរបស់យើងអញ្ចឹងទី1យើងមាន user របស់យើងអញ្ចឹងមកធម្មតាយើង log in ចូលទៅក្នុង system របស់យើងធម្មតាអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងធ្វើការ log in ចូលមកនៅក្នុង system របស់យើងអីអញ្ចឹងយើងអត់មានត្រូវធ្វើការចុចទៅណាទៀតទេគឺយើងអាចចុចកន្លែងនេះក៏បានឬក៏យើងអាចធ្វើការចុចតាក់ទងជាមួយនឹង feature ដែលនៅឆ្វេងដៃនេះចូលទៅដល់កន្លែងលក់តែម្ដងអញ្ចឹងខ្ញុំធ្វើការចុចកន្លែងនេះអញ្ចឹងទៅអូខេអញ្ចឹងនៅពេលដែលយើងចុចមកគឺខាងនេះតាក់ទងជាមួយនឹង service តាក់ទងជាមួយ product របស់យើងដែលវាបង្ហាញនេះជាលក្ខណៈ category ឬក៏យើងអាចធ្វើការចុចទៅលើកន្លែងនេះតែម្ដងក៏បានដែរអូខេទៅលើ package ឬក៏ទៅលើ service ឬក៏ product អញ្ចឹងទៅយើងអាចធ្វើការរកដោយចុចនៅកន្លែងហ្នឹងក៏បានដូចគ្នាដែរហើយចំពោះ product បើសិនជាយើងមាន barcode យើងអាចធ្វើការ scan ជាមួយនឹងឧបករណ៍ scan ដែលយើងភ្ជាប់ជាមួយនឹង computer របស់យើងទៅឬក៏យើងអាចធ្វើការ search ជាឈ្មោះ package ឬក៏ជាឈ្មោះ product ជាឈ្មោះ service អីគឺយើងអាចធ្វើការ search បានដូចគ្នាដែរឬក៏មួយទៀតយើងអាចធ្វើការselect នៅខាងនេះក៏បានដែរយើង select ជា package ចឹងមកឬក៏តាក់ទងជាមួយ product service អីយើងអាចធ្វើការ select ចឹងតែម្ដងទៅដើម្បីលក់ឲ្យអតិថិជនរបស់យើងបន្តមកទៀតខ្ញុំនឹងធ្វើការចេញបងទៅឲ្យអតិថិជនរបស់យើងដែលជំហានទី1យើងអាចធ្វើការសួរឈ្មោះអតិថិជនឬក៏លេខទូរស័ព្ទរបស់គាត់ដែលកន្លែងនេះយើងអាចធ្វើការ search បើសិនជាអតិថិជនធ្លាប់ចុះឈ្មោះនៅក្នុង system របស់យើងហើយប៉ុន្តែបើសម្រាប់អតិថិជនថ្មីយើងអត់មានតិន្ន័យសម្រាប់ search ទេអញ្ចឹងយើងអាចចុចកន្លែង hook ខាងមុខនេះមកដើម្បីធ្វើការបង្កើតអតិថិជនភ្លាមតែម្ដងអញ្ចឹងយើងធ្វើការចុចនៅខាងមុខនេះទៅដើម្បីធ្វើការបង្កើតអតិថិជនបានភ្លាមយើងចុចនៅមុខហ្នឹងមកបន្តមកទៀត field ខាងលើគឺជា field ដែល require ចេញពី system អញ្ចឹងកន្លែងហ្នឹងយើងអាចធ្វើការដាក់ឈ្មោះបើអតិថិជនរបស់យើងក៏បានឬក៏យើងអត់ចង់ដាក់ឈ្មោះទេយើងអាចដាក់ជាលេខទូរស័ព្ទរបស់គាត់យកតែម្ដងក៏បានដែរឥឡូវខ្ញុំឧទាហរណ៍ថាMr. សុកមួយចឹងមកអូខេហើយតាក់ទងជាមួយកន្លែងនេះយើងអាចបំពេញជាលេខទូរស័ព្ទរបស់គាត់ចឹងទៅនេះយើងអាចធ្វើការដាក់លេខទូរស័ព្ទរបស់គាត់ចឹងមកអូខេបន្តមកទៀតយើងអាចធ្វើការចុច save ទៅវានឹង load ជាប់នៅក្នុង system ហើយក៏វា load មកកន្លែង cell របស់យើងអាចបន្តធ្វើការលក់បន្តទៀតបានអូខេអញ្ចឹងបន្តមកទៀតយើងធ្វើការ select តាក់ទងជាមួយ product ឬក៏ service របស់យើងបានហើយអញ្ចឹងខ្ញុំសូម select product មុនអញ្ចឹងបើគាត់ធ្វើការទិញទៅលើវីតាមីននេះមួយមកយើងអាចធ្វើការ select ចឹងទៅអូខេហើយ load តាក់ទងជាមួយកន្លែងនេះអត់មានបញ្ហាទេតាក់ទងជាមួយនឹង stock ទេអត់អីទេហើយបន្តមកទៀតបើសិនជា service យើងអាចធ្វើការ select ទៅលើ service ឬក៏យើងអាចមើលនៅកន្លែង all នេះម្ដងទៀតក៏បានដែរយើងអាចចូលទៅរើសតាក់ទងជាមួយនឹងservice មួយចឹងមកព្រោះនេះយើងមាន product មួយហើយអញ្ចឹងយើងអាចធ្វើការ select យក service មួយចឹងមកក៏បានដែរហើយឬក៏យើងចង់ធ្វើការ remove ទៅលើ product ណាមួយយើងអាចធ្វើការខ្វែងចេះវិញទៅបានហើយរួចរាល់ជាការស្រេចតែម្ដងអញ្ចឹងខ្ញុំសូមឧទាហរណ៍រើសតាក់ទងជាមួយនឹងproduct មកវិញចឹងមកនេះគ្រាន់តែជាឧទាហរណ៍ទេអូខេអញ្ចឹងយើងអាចធ្វើការ select មកវិញចឹងមកហើយតាក់ទងជាមួយនឹងកន្លែងនេះគឺជា sales person មានន័យថាអ្នកដែលបានធ្វើការលក់ទៅឲ្យអតិថិជនរបស់យើងអញ្ចឹងយើងចង់ឲ្យ commission ទៅកាន់អ្នកលក់ដែលលក់ផលិតផលហ្នឹងទៅឲ្យអតិថិជនរបស់យើងឈ្មោះអីយើងអាចធ្វើការ select បានហើយកន្លែងនេះគឺជាភាគរយដែលយើងផ្ដល់ឲ្យគាត់ប្រមាណភាគរយនៃតម្លៃលក់ចេញនេះហើយខាងក្រោមនេះក៏ដូចគ្នាដែរយើងអាចធ្វើការ select ឈ្មោះរបស់គាត់ចឹងទៅអូខេឧទាហរណ៍ឈ្មោះអញ្ចឹងមក 5% អញ្ចឹងទៅហើយតាក់ទងជាមួយនឹងកន្លែង sales person ហ្នឹងដែរគឺយើងដាក់ឈ្មោះបានតែម្នាក់ទេទៅលើ product មួយអូខេហើយកន្លែងនេះតាក់ទងជាមួយនឹងតម្លៃដែលយើងលក់ចេញអញ្ចឹងចំពោះ sale គាត់អាចធ្វើការផ្លាស់ប្ដូរតម្លៃបានភ្លាមនៅកន្លែងលក់ហ្នឹងតែនៅពេលដែលលក់ហើយនៅពេលយើងរើស item ហ្នឹងមកម្ដងទៀតនៅពេលក្រោយលក់ក្រោយទៀតគឺចាប់តម្លៃ $10 ហ្នឹងដដែលទេគឺនៅពេលដែលយើងផ្លាស់ប្ដូរនៅកន្លែងហ្នឹងគឺវានឹងចាប់តម្លៃដែលយើងផ្លាស់ប្ដូរហ្នឹងតើទៅលើ receipt មួយហ្នឹងទេហើយតាក់ទងជាមួយកន្លែងនេះគឺជាកន្លែងដែលយើងធ្វើការ increase ទៅលើចំនួន quantity អញ្ចឹងយើងអាចធ្វើការ increase បាន1 2យើងអាចធ្វើការបូកឬក៏ដាក់ជាចំនួនយកតែម្ដងក៏បានដែរហើយតាក់ទងជាមួយកន្លែងនេះកន្លែងដែលយើងអាចធ្វើការ discount ជាភាគរយទៅលើ product មួយហ្នឹង$10យើង discount ឧទាហរណ៍ថា$10 10%ចឹងមកនៅសល់$9អញ្ចឹងតាក់ទងជាមួយនឹង service មួយនេះយើងអត់ discount គឺតម្លៃពេញធម្មតាអញ្ចឹងបន្តមកទៀតយើងអាចធ្វើការ pay យើងចុចកន្លែង pay នេះមកអញ្ចឹងកន្លែង payment time នេះមានច្រើនអញ្ចឹងបើសិនជាគាត់ឲ្យ cash បើគាត់ឲ្យ cash យើង
ជា default វាចាប់ case ចឹងស្រាប់ហើយប៉ុន្តែបើសិនជាគាត់បាញ់តាមរយៈធនាគារ ABA យើងអាចធ្វើការ select ABA ចេញមកបន្តមកទៀតយើងអាចធ្វើការ complete ទៅលើបងនឹងបានហើយគឺបែបនេះអញ្ចឹងនៅពេលដែលមកដល់កន្លែងនេះយើងអាចធ្វើការ print តាក់ទងជាមួយនឹង receipt ហ្នឹងទៅឲ្យអតិថិជនរបស់យើងបានហើយតាក់ទងជាមួយនឹងបងនៃការលក់របស់យើងហ្នឹងក៏ចូលទៅក្នុង report sale របស់យើងដែរអូខេអញ្ចឹងយើងត្រឡប់ទៅកន្លែងលក់របស់យើងវិញគឺយើងចុចមកកន្លែង new sale នេះមកអូខេអញ្ចឹងខ្ញុំនឹងឧទាហរណ៍មួយទៀតទៅលើប្រភេទ service ដូចគ្នាដែរខ្ញុំនឹងរើសទៅលើប្រភេទpackage ម្ដងដែលមានរយៈពេល3ដងចេះមកលក់ឲ្យអតិថិជនរបស់យើងហើយកន្លែងហ្នឹងក៏យើងអាចធ្វើការដាក់តាក់ទងជាមួយនឹង sales person អ្នកដែលលក់ទៅឲ្យអតិថិជនរបស់យើងនឹងបានដែរឧទាហរណ៍ថា 5% ដូចគ្នាចឹងមកអូខេហើយតាក់ទងជាមួយនឹង package គឺយើងត្រូវតែដាក់ឈ្មោះអតិថិជនតែចឹងទេយើងអត់ដឹងថាលក់ឲ្យពីណាទេនៅពេលដែលគាត់មកសារក្រោយទៀតក៏យើងអត់ដឹងថាគាត់មានបានទិញទៅលើ package ឬក៏អត់ដែរអូខេអញ្ចឹងបន្តមកទៀតយើងធ្វើការដាក់ឈ្មោះរបស់គាត់ធម្មតាអញ្ចឹងដូចគ្នាដោយដែលខ្ញុំបានបញ្ជាក់ពីខាងដើមបើសិនជាភ្ញៀវដែលមាននៅក្នុងនឹងស្រាប់យើងអាចធ្វើការ search អញ្ចឹងវានឹង suggest ឲ្យយើងធ្វើការ select អញ្ចឹងយើងអាចធ្វើការ select ចឹងមកហើយបើសិនជាភ្ញៀវថ្មីយើង select កន្លែង hook ខាងមុខនេះមកដើម្បីធ្វើការបង្កើតថ្មីបានភ្លាមតែម្ដងអូខេអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើឈ្មោះរបស់គាត់នឹងមួយទៅលើ package 3ដងនេះមកបន្តមកទៀតជាក់ស្ដែងបើសិនជាយើងចង់ធ្វើការnote appointment ណាត់ជួបគាត់ជាមួយគាត់ម្ដងទៀតនៅពេលក្រោយនៅថ្ងៃខាងមុខអីយើងអាចធ្វើការ tick នៅកន្លែងនេះក៏បានដែរដោយនៅពេលដែលយើង tick ទៅវានឹងចូលទៅក្នុង feature មួយlist សម្រាប់ appointment នឹងដូចគ្នាដែរអញ្ចឹងយើងអាចធ្វើការ select កន្លែងនេះមកបន្តមកទៀតយើងអាចធ្វើការជា default បើសិនជាកន្លែងនេះយើងអត់ដាក់ថ្ងៃប្រហែលដែលត្រូវជួបទេគឺ default គឺ14ថ្ងៃអញ្ចឹងនៅពេលដែលយើងធ្វើការ complete ហើយវានឹងរាប់បន្ទាប់ពីថ្ងៃហ្នឹងទៅមុខ14ថ្ងៃគឺនឹងដល់ថ្ងៃណាត់ជួបរបស់គាត់ហើយបើសិនជាយើងអត់ធ្វើការកំណត់ថ្ងៃអញ្ចឹងបើសិនជាយើងដាក់ពី3ថ្ងៃអញ្ចឹងចំនួនគឺ3ថ្ងៃហ្នឹងហើយយើងអាចដាក់ថា meeting អានេះឧទាហរណ៍ទេ meeting គាត់ម្ដងទៀតអីចឹងទៅបែបនេះបន្តមកទៀតយើងអាចធ្វើការ complete បានធម្មតាហើយអូខេអញ្ចឹងយើងឧទាហរណ៍ថា ABA អញ្ចឹងយើងធ្វើការ select ចឹងមកជាការស្រេចរួចរាល់ហើយអញ្ចឹង appointment គឺយើងអាចមកមើលនៅកន្លែងនេះបាននេះតកតងជាមួយ appointment អញ្ចឹងយើងបានបង្កើតមុនហ្នឹងគឺ Mr. A ចំពោះ sale នេះគឺជាថ្ងៃខែហើយថ្ងៃបញ្ចប់គឺថ្ងៃរបស់យើងនេះដែលយើងបានធ្វើការដើម្បីណាត់ជួបរបស់គាត់នឹងអញ្ចឹងមកអូខេយើងអាចធ្វើការមើលបាននេះ3ថ្ងៃគឺថ្ងៃនេះតែម្ដងថ្ងៃ14អញ្ចឹងយើងបង្កើតថ្ងៃ11យើង3ថ្ងៃបន្ទាប់គឺថ្ងៃ14ដូចដែលយើងឃើញអញ្ចឹងគឺ appointment របស់Mr. A ហ្នឹងគឺថ្ងៃ14អូខេអញ្ចឹងខ្ញុំសូមត្រឡប់ទៅ sale របស់យើងវិញអញ្ចឹងបន្តមកទៀតតាក់ទងជាមួយនឹងសេវាកម្មដែលជា package អញ្ចឹងចំពោះអតិថិជនដែលគាត់ធ្វើការទិញ package ជាធម្មតានៅពេលដែលគាត់ទិញភាគច្រើនគឺគាត់ធ្វើថ្ងៃហ្នឹងម្ដងមានន័យថាគាត់មកទិញថ្ងៃហ្នឹងគឺគាត់ធ្វើថ្ងៃហ្នឹងម្ដងហើយអញ្ចឹងនៅសល់ប្រហែលគាត់អាចនឹងត្រឡប់មកពេលក្រោយទៀតអញ្ចឹងទៅអញ្ចឹងតាក់ទងជាមួយនឹងការដែលអតិថិជនគាត់ប្រើប្រាស់ទៅលើកញ្ចប់របស់គាត់អញ្ចឹងយើងត្រូវធ្វើម៉េចអញ្ចឹងបើសិនជាយើងជា user sale យើង stand នៅ form sale របស់យើងនឹងមកបន្តមកទៀតយើងធ្វើការ search ឈ្មោះរបស់អតិថិជនថាណាគេដែលមកធ្វើហ្នឹងឧទាហរណ៍ថា Mr. A អញ្ចឹងនៅពេលដែលយើងធ្វើការ select ចឹងមកនឹងមានប៊ូតុងខាងមុខនេះតាក់ទងជាមួយនឹង redeem series អញ្ចឹងយើងធ្វើការចុចនៅលើហ្នឹងមកនឹងបង្ហាញតាក់ទងជាមួយនឹងកញ្ចប់ដែលគាត់បានទិញពីខាងយើងហើយចំពោះ remaining quantity នេះគឺជាចំនួនដែលនៅសល់សម្រាប់កញ្ចប់របស់គាត់ហ្នឹងអូខេហើយតាក់ទងជាមួយនឹង service worker សម្រាប់ដែលធ្វើអ្នកដែលទិញកញ្ចប់គឺយើងនៅពេលដែល redeem បានយើងដាក់តាក់ទងជាមួយនឹងឈ្មោះអ្នកដែលធ្វើសេវាកម្មមានន័យថា service worker ហ្នឹងដើម្បីឲ្យគាត់ទទួលបានភាគរយនៃការcommission ធ្វើរបស់គាត់ហ្នឹងអញ្ចឹងឧទាហរណ៍ថាទៅលើ package 3ដងនេះដែលយើងបានធ្វើការលក់មិញអញ្ចឹងចំនួន3ដងអញ្ចឹងមានន័យថាគាត់ទិញហើយអញ្ចឹងគាត់ធ្វើម្ដងអញ្ចឹងយើងដាក់ឈ្មោះពីណាគេដែលធ្វើសេវាកម្មហ្នឹងឲ្យអតិថិជនរបស់យើងហ្នឹងអញ្ចឹងយើងឧទាហរណ៍ថាឈ្មោះកញ្ញានេះមួយចឹងមកអូខេអញ្ចឹងតាក់ទងជាមួយ service worker យើងអាច select បានច្រើនដោយសារសេវាកម្មខ្លះគឺយើងមិនធ្វើតែម្នាក់ធ្វើ2 3នាក់អីចឹងទៅអញ្ចឹងយើងអាចធ្វើការ select បានច្រើនប៉ុន្តែឥឡូវខ្ញុំឧទាហរណ៍ select ម្នាក់អញ្ចឹងមកអញ្ចឹងនៅពេលយើងដាក់ឈ្មោះរបស់គាត់បានប៉ុណ្្នឹងហើយយើងអាចធ្វើការ redeem បានហើយអូខេ
យើង redeem តែប៉ុណ្្នឹងទៅអញ្ចឹងវានឹងបង្ហាញតាក់ទងជាមួយនឹង redeem receipt ដែលបង្ហាញពីការប្រើប្រាស់របស់គាត់ក៏ដូចជាពេលវេលានៃការប្រើប្រាស់របស់គាត់ហើយនឹងចំនួនដែលនៅសល់អញ្ចឹងពីរអញ្ចឹងយើងអាចធ្វើការ print ទៅលើ receipt ហ្នឹងក៏បានដែរអញ្ចឹងយើងអាចធ្វើការ print ទៅលើ receipt ហ្នឹងក៏បានដែរអូខេអញ្ចឹងបន្តមកទៀតយើងត្រឡប់មកកន្លែង new cell របស់យើងធម្មតាវិញអញ្ចឹងមកគឺរួចរាល់ហើយតាក់ទងជាមួយនឹងចំណុចមួយទៀតបើសិនជាយើងអត់ចង់ប្រើប្រាស់តាក់ទងជាមួយ appointment ដែលខ្ញុំបានឧទាហរណ៍មុនហ្នឹងយើងអាចប្រើតាក់ទងជាមួយ research នេះក៏បានដែរតាក់ទងជាមួយ research ហ្នឹងក៏យើងអាចធ្វើការណាត់ជួបមានន័យថាយើងដូច appointment ដែរយើងអាចធ្វើការកំណត់ថ្ងៃសម្រាប់ជួបអតិថិជនបានដូចគ្នាដែរអញ្ចឹងទី1យើងដាក់ date ធម្មតាអញ្ចឹងមកយើងជួបថ្ងៃណាថ្ងៃ15យើងដាក់ថ្ងៃ15អញ្ចឹងទៅអូខេហើយតាក់ទងជាមួយនឹងកន្លែងនេះឈ្មោះ employee អញ្ចឹងបើសិនជាយើងប្រើតាក់ទងជាមួយនឹងappointment មិញគឺកន្លែងនៅពេលយើងហៅអតិថិជនមកគឺយើងមានតែថ្ងៃដែលត្រូវណាត់ជួបឬក៏មានតែកន្លែង note ទេគឺអត់មានតាក់ទងជាមួយនឹងកន្លែងដែលសម្រាប់កំណត់ទាំង employee ទៀតទេអញ្ចឹងបើសម្រាប់កន្លែងនេះយើងដាក់ date បានហើយគឺយើង employee យើងអាចធ្វើការ select បានទៀតថាអ្នកណាដែលត្រូវជួបមួយគាត់ហ្នឹងអូខេអញ្ចឹងយើងអាចធ្វើការ select ទៅលើឈ្មោះរបស់គាត់មួយចឹងមកឈ្មោះ employee របស់យើង standard សម្រាប់ធ្វើការណាត់ជួបទៅលើអតិថិជនរបស់យើងហើយតាក់ទងជាមួយអតិថិជនកន្លែងនេះគឺយើងធ្វើការ search ដូចនៅ form cell របស់យើងនឹងដែរមិនយើងបង្កើតថ្មីនឹងបានព្រាមទេគឺមានន័យថាចំពោះcustomer ដែលបានចុះឈ្មោះនៅកន្លែងយើងហើយអញ្ចឹងយើងចង់ណាត់ជួបគាត់ម្ដងទៀតយើងអាចធ្វើការsearch ឈ្មោះគាត់ចឹងមកអូខេដោយសារមានស្រាប់នៅក្នុង system យើងអាចធ្វើការ search បានអញ្ចឹងបើសិនជាអតិថិជនថ្មីកន្លែងហ្នឹងក៏យើងអាចធ្វើការ search ចេញឈ្មោះគាត់មកបានដែរហើយមានតាក់ទងជាមួយនឹងកន្លែងកំណត់ room កំណត់អីទៀតទៅលើការ reservation មួយហ្នឹងហើយតាក់ទងជាមួយកន្លែងនេះជាចំនួនរបស់អតិថិជនដែលមកហ្នឹងមានប៉ុន្មានអ្នកហើយtitle សម្រាប់ធ្វើការដាក់ឧទាហរណ៍ថា meeting ឬក៏គាត់ប្រើប្រាស់ទៅលើសេវាកម្មអីយើងអាចធ្វើការរាយរាប់រៀបរាប់នៅក្នុងនឹងបានដូចគ្នាដែរអូខេអញ្ចឹងឥឡូវខ្ញុំបំពេញតែព័ត៌មានប៉ុណ្ណឹងសំខាន់ជាងគេគឺ date ហើយតាក់ទងជាមួយ employee របស់យើងហើយនឹង customer ហើយតាក់ទងជាមួយព័ត៌មានខាងក្រោមនេះអានេះយើងបំពេញបន្ថែមដើម្បីឲ្យកាន់តែច្បាស់ទៅលើការ reservation របស់យើងទេអញ្ចឹងយើងចុច save ប៉ុណ្ណឹងមកអូខេយើងអូខេមកបន្តមកទៀតអាហ្នឹងជាការដែលយើងធ្វើ reservation មួយហើយអញ្ចឹងសួរថាចុះមិនដឹងថាយើងទៅមើលនៅណាថាថ្ងៃហ្នឹងមានអត់ឬក៏ថ្ងៃស្អែកមានអត់អញ្ចឹងយើងចុចមកកន្លែង CMO នេះមកបន្តមកទៀតយើងចូលមកកន្លែង reservation schedule ដើម្បីធ្វើការពិនិត្យមើលអញ្ចឹងយើងឃើញហើយថានៅថ្ងៃអាទិត្យដែលយើងបានធ្វើការដាក់អំបញ្ញមិញហ្នឹងគឺថ្ងៃអាទិត្យអញ្ចឹងយើងអាចធ្វើការចូលមក check លើកន្លែងហ្នឹងបានដើម្បីឲ្យដឹងថានៅថ្ងៃណាមាន reservation សម្រាប់បុគ្គលិកមួយណានៅថ្ងៃណាមាន reservation ប្រហែលអ្នកដែលត្រូវមកធ្វើអញ្ចឹងយើងអាចធ្វើការមើលនៅកន្លែងហ្នឹងបានអញ្ចឹងបន្តមកទៀតទៅលើការ follow up ទៅលើអតិថិជនដែលគាត់ទិញជា package អញ្ចឹងយើងត្រូវធ្វើម៉េចអញ្ចឹងទី1យើងអាចធ្វើការ search របស់គាត់ search ឈ្មោះរបស់គាត់ចឹងមកឈ្មោះរបស់គាត់មួយចឹងមកបន្តមកទៀតយើងចុចកន្លែង redeem នេះយើងនឹងឃើញតាក់ទងជាមួយកញ្ចប់របស់គាត់អញ្ចឹងបើយើងចង់កំណត់ next appointment សម្រាប់គាត់ដែលមកធ្វើម្ដងទៀតអាហ្នឹងយើងត្រូវធ្វើម៉េចអញ្ចឹងទី1យើងអាចធ្វើការកន្លែងនេះយើងអាចធ្វើការ redeem ទៅលើ service របស់គាត់ធម្មតាអញ្ចឹងទៅឥឡូវខ្ញុំឧទាហរណ៍ឈ្មោះរបស់គាត់ម្ដងទៀតអញ្ចឹងមកខ្ញុំដាក់2នាក់ម្ដងហើយអញ្ចឹងនេះដើម្បីកំណត់ appointment នៅពេលក្រោយដែលគាត់ត្រូវគាត់មកធ្វើនៅពេលខាងមុខទៀតអញ្ចឹងយើងប្រើនៅកន្លែងនេះគឺយើងដាក់តាក់ទងជាមួយនឹងឆ្នាំរបស់យើងអញ្ចឹងមកហើយថ្ងៃកន្លែងនេះខែអញ្ចឹងយើង select ខែអញ្ចឹងមកថ្ងៃទី3អញ្ចឹងបើសិនជាយើងចង់ឲ្យគាត់មកថ្ងៃ12អញ្ចឹងយើងឬក៏ថ្ងៃ14ថ្ងៃ13យើង select តាមនឹងអញ្ចឹងមកថ្ងៃ13អញ្ចឹងមកហើយម៉ោងយើងអាចធ្វើការសេរីបានដូចគ្នាដែរអូខេឥឡូវខ្ញុំដាក់ម៉ោង12អីចឹងមកបន្តមកទៀតយើងធ្វើការចុច tick តែប៉ុណ្្នឹងទៅអាហ្នឹងវានឹង load ចូលនៅកន្លែង appointment នៅកន្លែង CMO ចាំខ្ញុំបង្ហាញនៅពេលដែលខ្ញុំធ្វើការកំណត់រួចរាល់អញ្ចឹងបន្តមកទៀតកន្លែងនេះយើងអាចធ្វើការដាក់ pre alert day មានន័យថាឲ្យវាទាញចូលទៅក្នុងកន្លែង form សម្រាប់ដែលយើងអាចធ្វើការដឹងមុនថាសម្រាប់ថានៅយើងអាចដឹងមុនប្រហែលថ្ងៃសម្រាប់ដឹងថានៅថ្ងៃហ្នឹងមានភ្ញៀវដែលត្រូវមកចឹងមកកុំឲ្យថាដល់ថ្ងៃហ្មងយើងអត់ដឹងថាមានភ្ញៀវឬក៏អត់មានភ្ញៀវអីចឹងទៅអញ្ចឹងកន្លែង pre alert day មានន័យថាយើងកំណត់ចំនួនថ្ងៃឲ្យវាទាញចូលទៅក្នុង form follow up ដើម្បីឲ្យយើងដឹងមុនថាមានភ្ញៀវគាត់មកធ្វើសេវាកម្មនៅថ្ងៃ13ហ្នឹងអ
chẳng ba chợ bón cứ ngay đậm mùi chẳng dương đặt cái lại đi chừng buồn bay ngay ơi alert tiền chỗ được không cái lại follow up bảo dương nó chẳng nó bây giờ môn bay ngay viên đừng tiền chỗ chẳng dương ai thôi cả follow up tới căn nhiều bảo dương môn bài này chẳng cái lại nắng bà sân chồng pua nhiều đã có phở chữ PK dương ai thôi cả đã tập năng tới cứ trôi tới cái lại appointment này vận tải bà sân chỉ có phở phẻ tới lơ PK năng đôi khi đấy dương ai thôi cả cho đi điểm tới vận tải bà có ở phở tế dương đã tập năng tới cứ viên tiền chỗ tới không appointment bảo dương này chẳng ở nhóm bị chạm một đầu tiết chấm pua tệ trốn để con viên chỉ cái chọc bài ní bởi dương trong đặt để tông cho mùi đường appointment sầm mệt nơi ngay khẳng mốc nhưng thở nơi lại nín máu hay pre là để môn mà ngay đầm bơi ao dương đâm môn ha nơi ngay đầm bơi nắng miên tệ trốn nắng mau có thử phơ và cam nâng một đầu tiết dương đặt nơi lại pre là để ní bà sân chỉ có ra phơ tơ lơ và cam nâng nơi ngày nâng tết để ngay để dương thôi ca cầm nọt đặt y tế nâng ngày đầm mùi nâng tết cứ dương 300 cho đi điểm tì còn tay bữa sầm mềm ngày nắng cứ quạt ở phơ tơ lơ và cam nâng đáy dương phơ ca cho đi điểm thầm đà chân từ ok giống biên bằng 2 được kia đáy thà ở trường nguồn để prá cứ pí hay trường nguồn để nơi xó nơi tầm mùi tì giống tha tá dương ta hồ mệt ở trong pua cái lại follow up nâng chụp pua tệ chôn đại quạt tên chụp hay kệ giống cứ dương cho một lại simo được kia máu giống dương cho một lại follow up customer cái lại from sale này chứ nhưng cho tele năng máu viên năng bừng hai vậy tha môn mà ngay số mẹ bà tê chôn để thử màu nắng cư dương anh mơ nâng bán cư ní ngay đập bầy chấn ba chợ bón môn bầy ngày chẳng ai nắng đập muối đập pí đập bầy chấn môn bầy ngay viên năng tiên cho lại nâng còn tái bờ sân chỉ dương đặt thầm pì ngay với còn một ngày tí to tầng ngày đập pí ấy bàn phơi ca ở tiên cho nơi cái lại phồm nâng chấn cái lại nắng cư dương miên phim nghi số đầm bầy dương ai phơi ca follow up tới căn tệ chôn bờ dương muốn pel để còn màu chân tứ ở còn đằng môn tháng nơi ngay đập bấy có thử mà thưa và cam nâng chân từ ok chứ cái này nắng miên này chấn ok hay và to mà tiết dương ai phơi ca lụa ban thom mà đài chẳng tẹt tông cho mùi nâng ca lụa đôi thì nhau ban và hai chấn dương ai phơi ca sẽ là chân mau đi kia máu ok chân nhung ở sông u thì hôm đồng tiết hay dương tẹt tông cho mùi nâng sụp vị ấy dương ai phơi ca sẽ là ban thom đá hay tẹt tông cho mùi nâng ca thưa mà đôn bỏ tê chốn nó bây giờ tê nhắn bừa co tinh còn là thưa mà đâu nâng tế dương trong lại mua cốt của bán được có trong lại mua cốt của bán này nó chạy sẽ đây từ ta business bỏ bông bóng để thưa nơi không ở hàng bảo bông bóng thì chắc là lợi nhung xong thua cả u thì họ complete đồng tiền chân tế ok và nâng máu rồi chỉ ca sai vậy từ lừa ca thưa bỏ dưỡng đòi muốn nâng ở toàn ban nào làm lại chẳng bạn dương thưa ca lụ tới khơi nằm lại sâu ok chấn và to mà tiết nhưng mình true teller report chấn chấm pua sát có ai mơ teller ca lụ bọc quạt bán chấm pua user đấy cứ ca mơ teller hàng ngày nó có tranh ban màn bóng tại tệ chôn bò còn ấy còn ai phơi ca sẽ lại nơi cái lại nâng bàn cứ detail thủ đế detail xe report nắng rồi cổ dương mơ mùi tiết tại tông cho mùi nâng tha số ví được cổ và đặt mùi nào khác để lụ tranh sự nghiệp ở ngày nắng về bọc quạt nắng có anh mơ bàn này tại tông cho mùi cái lại nâng chẳng thể tông mà point mình nắng của dương anh phơi ca và cả phim nơi cái lại feature nâng do tại một đón của bạn này rồi cổ mùi tiết nơi cái lại sẽ đôi từ nhau ban phơi ca và hai chấn u thì họ tha đặng Mr. B chân máu và to mà tiết dương phơi ca và cả đặng chuẩn luôn đọc ngay gì chân máu tôi lơ ca testing ngay chân tới mình và cả ban là nơi nâng tiền chẳng thể tông mà point mình nắng dương anh phơi ca và cả pixel nâng tay là hai của bán nơi p là dương phơi ca và cả chân hết dân complete lụa thôi mà ra tới chân tệ tao mà appointment nắng viên ô tô từ create nó không cái lại feature số mẹ appointment đi hay chân bà xin chỉ dương mau và cả nên đi tam đó của ban đấy chân dương ai và cả ban đôi khi đấy tệ tông cho mùi cái lại nâng còn là tham bà xin chỉ dương và cả nơi cái lại appointment tam đó chân form bò cái lại và cả nó miên tệ tông cho mùi nâng mong chập đau mong và job chụp cho mùi nè cái miên employee ấy cứ nơi cái lại ní fulfill chiến nơi pe để dương phơi ca và cả nơi cái lại lụa đấy cứ dương miên tại cái lại và cả appointment hay đặt để thôi cho mùi nâng tha con ở trong appointment mùi dương nắng từ lơ ca phơi và cam được cổ consult từ lơ ấy thì tập ban nắng cứ đuôi để dương ban khơi feel nâng hay bởi dương ở trong phở tại tôi cho appointment tết nhưng ai phở bè tại tôi cho mùi nâng reservation sầm mẹp thưa ca phơi reservation cho mùi để nhiều để miền xì nơi không hang bảo dưỡng nơi không system bảo dưỡng phù lại ní to ta nhiều đại miền nơi không system bảo dưỡng mà dương anh thưa cả search nơi không ca
create reservation នឹងបានអាហ្នឹងចំពោះភ្ញៀវដែលគាត់ទិញសេវាកម្មឬក៏ប្រដាប់របស់យើងដែលយើងចង់ធ្វើការណាត់ជួបគាត់នៅពេលក្រោយចំពោះភ្ញៀវដែលគាត់ទិញម្ដងប៉ុន្តែដោយដែលខ្ញុំបានបញ្ជាក់អញ្ចឹងបើសិនជាភ្ញៀវដែលគាត់ទិញជាលក្ខណៈ package គឺយើងចូលទៅកន្លែងកញ្ចប់របស់គាត់ហ្នឹងដើម្បីធ្វើការដាក់ appointment ហើយនឹង pre alert ទៅដើម្បីយើងអាចធ្វើការ follow up បានចំពោះភ្ញៀវរបស់យើងហ្នឹងគឺយើងចូលមកកន្លែងហ្នឹងទៅយើងអាចធ្វើការ follow up ទៅកាន់ភ្ញៀវរបស់យើងនឹងបានហើយមុនថ្ងៃទៀតព្រោះយើងមាន pre alert អញ្ចឹងតាក់ទងជាមួយនឹងចំណុច sale របស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណ